របៀបប្រើប្រាស់រូបមន្ត Choose Code នៅក្នុងកម្មវិធី Microsoft Excel បាទរូបមន្ត Choose Code គឺជារូបមន្តមួយដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការបង្ហាញ column ណាមួយដែលអ្នកទាំងអស់គ្នាចង់បង្ហាញដោយទាញចេញពី array មានទាញចេញពី column ទាំងមូលឧទាហរណ៍យើងមាន column រួមជាមួយយើងចង់បង្ហាញតែ column 3ទេអញ្ចឹងដើម្បីធ្វើការបង្ហាញ column ទាំង3នេះបានគឺអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់រូបមន្តមួយគឺរូបមន្ត Choose Code អញ្ចឹងរូបមន្ត Choose Code នេះគឺ support តែ Microsoft 365ទេហើយរូបមន្ត Choose Code នេះគឺអាចប្រើប្រាស់បានដោយមានរូបមន្តដូចតទៅទី1គឺត្រូវវាយសញ្ញាស្មើហើយមានពាក្យថា Choose Code បើកចោះគឺ array នេះគឺជាបណ្ដុំទិន្នន័យរួមមានថាបណ្ដុំតារាងរួម column number 1 column number 2ហើយនឹងចុចបាទ column ទី1 column ទី2ឬក៏ column ទីប៉ុន្មានបាទកន្លែងនេះគឺសំដៅទៅលើជួរឈរតើជួរឈរទីប៉ុន្មានដែលយើងត្រូវការយកមកបង្ហាញយើងចង់បង្ហាញតែមួយជួរឈរបង្ហាញតែពីរជួរឈរឬក៏3ជួរឈរឬក៏ប៉ុន្មានជួរឈរដែលយើងចង់ទាញចេញពីទិន្នន័យរួម array នេះឯងបាទអញ្ចឹងឧទាហរណ៍ថាប្រសិនបើខ្ញុំត្រូវមានតារាងនេះមួយហើយខ្ញុំចង់បង្ហាញថាមានឈ្មោះមានភេទនិងចំណាត់ថ្នាក់ហើយយើងនឹងតម្រៀបចំណាត់ថ្នាក់នោះដោយចាប់ពីចំណាត់ថ្នាក់ទី1ទៅវិញទៀតមានថាច្រោះចេញពី column នីមួយៗហើយចាប់យកចំណាត់ថ្នាក់ឲ្យរៀបតាមលំដាប់វិញទៀតអញ្ចឹងដើម្បីធ្វើដូចនេះបានគឺយើងអាចមានរូបមន្តគូផ្សំមួយទៀតគឺរូបមន្ត Choose Code ផងហើយគូផ្សំជាមួយនឹងរូបមន្តមួយទៀតគេហៅថារូបមន្ត Sort ដើម្បីធ្វើការតម្រៀបទិន្នន័យនេះឯងអូខេអញ្ចឹងនៅក្នុងកន្លែងចំណុចសំខាន់មួយទៀតដែលយើងនឹងចាប់ផ្ដើមធ្វើការប្រើប្រាស់រូបមន្តអញ្ចឹងមុននឹងចាប់ផ្ដើមរូបមន្តនេះ column ទី1 column ទី2នេះគឺជាចំណុចសំខាន់ប៉ុន្តែចំពោះ column នេះគេអាចប្រើប្រាស់លក្ខណៈមួយគេហៅថាលក្ខណៈតម្លៃលេខវិជ្ជមានហើយនឹងតម្លៃលេខអវិជ្ជមានមានថាតម្លៃលេខវិជ្ជមាននោះគឺយើងរាប់ពី column ពីឆ្វេងទៅស្ដាំនេះហើយបើករណីបើយើងប្រើលក្ខណៈអវិជ្ជមានគឺយើងរាប់ពីស្ដាំនេះទៅឆ្វេងវិញអញ្ចឹងនេះគឺជា column ទី1 column ទី2 column ទី3ចឹងទៅមុខរហូតដល់ចុងបញ្ចប់ចំណែកឯ column នេះវិញគឺយើងអាចនិយាយថាជា column ដក1ដក2ដក3មកដល់ដកចុងក្រោយនេះដែរចឹងនៅពេលដែលយើងចាប់ផ្ដើមទាញយក column ដែលយើងចង់បាននោះយើងត្រូវកត់សម្គាល់ថាតើ column ទីប៉ុន្មានតម្លៃលេខ column ហ្នឹងជា column លេខប៉ុន្មានអូខេអញ្ចឹងដើម្បីយើងប្រើប្រាស់បានគឺយើងប្រើសញ្ញាស្មើនៅកន្លែងនេះចាំមានថាបើយើងចង់ច្រោះដាក់ column នៅកន្លែងណាយើងសញ្ញាស្មើនៅកន្លែងតែម្ដងអញ្ចឹងឥឡូវខ្ញុំ copy head នៃតារាងរបស់យើងមានថាក្បាលតារាងរបស់យើងយកមកដាក់កន្លែងនេះមកបន្ទាប់មកគឺខ្ញុំទាញយកទិន្នន័យនៅកន្លែងនេះទិន្នន័យនៅកន្លែងនេះគឺខ្ញុំអត់ប៉ះពាល់ជាមួយនឹងលេខរៀងទេដោយសារលេខរៀងគឺវានឹងរត់ចុះរត់ឡើងនៅពេលដែលធ្វើការតម្រៀបទិន្នន័យអញ្ចឹងគឺយើងប្រើសញ្ញាស្មើធម្មតាហើយវាយពាក្យថា Choose Code បន្ទាប់មកបើកវងកញ្ចក់ array នៅកន្លែងនេះគឺយើងចាប់ផ្ដើមធ្វើការ select ហើយអញ្ចឹងយើង select ចាប់ពីឈ្មោះនេះប៉ុន្តែយើងអត់ select ទៅដល់តារាងខាងលើទេគឺចាប់ពីឈ្មោះដល់ចុងបញ្ចប់នៅកន្លែងនេះមកហើយក្បៀស1នៅកន្លែងនេះគឺយើងចាប់ផ្ដើមជ្រើស column តើ column ដំបូងគេដែលយើងចង់មកបង្ហាញនោះជា column ទីប៉ុន្មានឧទាហរណ៍ជា column ឈ្មោះអញ្ចឹង column ឈ្មោះនេះគឺជា column ទី1អញ្ចឹងយើងវាយតែលេខ1ទេយើងអត់ប្រើប្រាស់សរសេរអីច្រើនទេក្បៀសមួយទៀត column ទី2ដែលចង់មកបង្ហាញជា column page អញ្ចឹង column page គឺជា column ទី2បាទយើងរាប់មកគឺទី2ក្បៀសមួយទៀតមកដល់ column ចំណាត់ថ្នាក់អញ្ចឹង column ចំណាត់ថ្នាក់នៅកន្លែងនេះគឺជា column បើយើងរាប់ពីស្ដាំទៅវិញគឺជា column ដក2អញ្ចឹងយើងត្រូវវាយសញ្ញាដកហើយវាយលេខ2អញ្ចឹងមានថាយើងចង់បានតែ3 column ទេអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចង់បាន column ជាច្រើនទៀតយកមកបង្ហាញអាចបន្តមានថាក្បៀសហើយបញ្ចូលតម្លៃលេខ column បន្តទៀតទៅមកដល់ចំណុចនេះគឺយើងបិទវងកញ្ចក់មកអញ្ចឹង enter នៅពេលដែល enter នៅកន្លែងនេះអ្នកទាំងអស់គ្នាបានទី1គឺបាន column ឈ្មោះ column page ហើយនិងចំណាត់ថ្នាក់ប៉ុន្តែមកដល់កន្លែង column ចំណាត់ថ្នាក់នេះដែរគឺអ្នកទាំងអស់គ្នាអត់តម្រៀបទេអត់ទាន់បានតម្រៀបថាពីលេខ1មកដល់ចុងក្រោយទេហេតុអីដោយសារតែយើងអត់ទាន់បានបូកបញ្ចូលរូបមន្តមួយទៀតនៅក្នុងកន្លែងមុខ Choose Code នេះអញ្ចឹងមុខ Choose Code នេះអ្នកទាំងអស់គ្នាត្រូវថែមមួយទៀតគឺរូបមន្ត Sort នៅខាងមុខវាអញ្ចឹងយើងវាយពាក្យថា Sort SORT មកហើយយើងបើកវងកញ្ចក់អ
ចឹងកន្លែងខាងមុខនេះអ្នកទាំងអស់គ្នាទុកដដែលគឺ choose code មកដល់ខាងមុខនេះបន្តហើយបន្តមកយើងក្បៀសមួយមកដល់កន្លែងនេះគឺជាលក្ខណៈ sort index ជាង sort index របស់យើងចង់បាន column ទីប្រមាណដែលយកទៅតម្រៀបចឹង column ទីប្រមាណដែលយកមកតម្រៀបហ្នឹងគឺយើងចាប់ផ្ដើមរាប់បាទ column ទី1 column ទី2និង column ទី3ចឹងយើងចង់តម្រៀបតាម column ទី3ចឹងយើងត្រូវវាយពាក្យទៅលេខ3មិនវាយពាក្យគឺវាយតម្លៃលេខ3វាយតម្លៃលេខ3គឺមានន័យយើងចាប់ផ្ដើមយក column ទី3យកទៅតម្រៀបយើងក្បៀសមួយទៀតក្បៀសមួយនៅកន្លែងនេះគឺយើងចាប់ផ្ដើមឲ្យយើងរើសថាតើយើងរើសយក ascending ឬក៏ descending ចឹងបើសិនបើយើងវាបញ្ចូលលេខ1ស្មើយក ascending បញ្ជាក់ថាយើងតម្រៀបតម្លៃលេខពីតូចទៅធំឬក៏អក្ខរក្រោមពី A ទៅដល់ Z ករណីអ្នកទាំងអស់គ្នាប្រើសញ្ញាដកមួយមានន័យថារៀបពីតម្លៃធំមកតូចឬក៏ពី Z មក A វិញចឹងដោយសារតែចំណាត់ថ្នាក់គឺយើងតែងតែរៀបពីតូចទៅធំដើម្បីបង្ហាញថាអ្នកដែលបានពិន្ទុច្រើនឬក៏អ្នកបានចំណាត់ថ្នាក់លេខ1ហ្នឹងគឺជានរណាចឹងកន្លែងនេះគឺខ្ញុំប្រើលេខ1ដើម្បីបង្ហាញចំណាត់ថ្នាក់ពីតូចទៅធំវិញហើយបិទវងកញ្ចក់នៅពេលដែល inter មកគឺវានឹងធ្វើការតម្រៀបឲ្យយើងពីតូចទៅធំតាមតម្រូវការដែលយើងចង់បានចឹងសរុបជារួមមកវិញរូបមន្ត choose code នេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នានៅពេលដែលធ្វើតារាងរួមជាច្រើនមានថាប្រសិនបើយើងមានតារាងជាច្រើន column ប៉ុន្តែនៅពេលដែលយើងចង់បង្ហាញជាលក្ខណៈ report ឬក៏របាយការណ៍ទៅតាម column ណាមួយដែលយើងចង់បង្ហាញទេចឹងយើងអាចមិនចាំបាច់ copy ផាសណាដោយសារបើកាលណាយើង copy ផាសនៅពេលដែលយើងកែប្រែ column ណាមួយទៅមុខទៀតគឺយើងនឹង error មានថាត្រូវកែម្ដងទាំងអស់ចឹងដូចកន្លែងនេះអញ្ចឹងបើកាលណាយើងគ្រាន់តែកែឈ្មោះឧទាហរណ៍ឈ្មោះកនេះយើងដាក់កអញ្ចឹងទៅឬក៏ AA អញ្ចឹងទៅចឹងវានឹងបដូរឲ្យយើងដោយស្វ័យប្រវត្តិតែម្ដងដោយសារថាអីគឺ column ទាំងអស់នេះគឺវា link ភ្ជាប់គ្នាចឹងបានជាអ្នកទាំងអស់គ្នាចាំបាច់ត្រូវការចេះប្រើប្រាស់រូបមន្ត choose code នេះដើម្បីបង្ហាញជួរឆណាមួយដែលយើងចង់បង្ហាញទៅក្នុងទិន្នន័យតារាងរួមសម្រាប់ផ្ដល់ជូនទៅនរណាម្នាក់អូខេចឹងចំពោះរូបមន្តនេះអ្នកទាំងអស់គ្នាអាចយកទៅប្រើជាការងារប្រចាំថ្ងៃឬក៏ចងភ្ជាប់សម្រាប់ជាប្រចាំក៏បានដែរបាទហើយជាចុងក្រោយនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នេះដែរខ្ញុំគិតថាការប្រើប្រាស់រូបមន្ត choose code នេះគឺមានសារៈសំខាន់ហើយអ្នកទាំងអស់គ្នាអាចប្រើប្រាស់បានបាទជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះជួបគ្នានៅវីដេអូក្រោយៗទៀត